សួស្តីបងប្អូនជាទីគោរពនៅក្នុងបណ្ដាញ YouTube ទាំងអស់នេះគឺជាតំបន់បេសកកម្មនៅព្រែកកណ្ដាលដែលមានទេសភាពល្អស្រស់ត្រកាលនិងមានប្រជាជនដែលរស់នៅតាមដងផ្លូវដែលប្រកបមុខរបរចិញ្ចឹមជីវិតដោយកាលពីយើងសម័យ79អញ្ចឹងនៅស្រុកខ្មែរយើងហើយមានការទូលជាស្អីដើម្បីយកផលិតផលឬក៏របស់របរយកទៅលក់នៅទីផ្សារដូចសម័យយើង8ជាង9ជាងអញ្ចឹងដែរហើយនេះគឺជាទស្សនភាពដែលខ្ញុំបានថតផ្តិតយកនៅរូបភាពទាំងឡាយនេះដើម្បីឲ្យបងប្អូនដឹងថានៅតំបន់បេសកកម្មនេះគឺមានការពិបាកក្នុងការធ្វើដំណើរដោយតំបន់នោះគឺជាតំបន់ព្រៃហើយមានផ្លូវក៏មានការពិបាកក្នុងការធ្វើដំណើរដែរហើយនេះគឺជាប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាលពីទីក្រុងប្រហែលជា3ទៅ400គីឡូពីទីក្រុងធំរបស់ប្រទេសអាហ្វ្រិកកណ្ដាលនេះគឺប្រហែលជានៅតំបន់ភាគខាងលិចនៃប្រទេសហើយនៅទីក្រុងបង្គីប្រទេសអាហ្វ្រិកកណ្ដាលនេះហើយនេះគឺជាស្ថានភាពភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះហើយនេះគឺជាទេសភាពដែលខ្ញុំបានធ្វើដំណើរកំពុងតែភ្លៀងនៅតំបន់ដែលនោះគឺភ្លៀងច្រើនអរគុណច្រើនបង